រឿងព្រះនន្ទព្រះសម្មាសម្ពុទ្ធទ្រង់ប្ររពចំពោះព្រះនន្ទដែលជាបងប្អូនជីដូនមួយរបស់ព្រះអង្គជាបុត្ររបស់នាងបជាបតិគោតមីនៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នន្ទកុមារជាមួយនឹងនាងជាបតិកល្យាណីព្រះសម្មាសម្ពុទ្ធបាននិមន្តទៅទទួលចង្ហាន់ពេលឆានរួចរាល់ហើយព្រះអង្គក៏ប្រគល់បាតឲ្យព្រះនន្ទជាប្អូនដើម្បីកាន់យកទៅវត្តព្រះនន្ទក្នុងចិត្តគិតថាព្រះអង្គនឹងទទួលបាតនៅនឹងមាត់ទ្វារអាត្មាឯងនឹងត្រឡប់មកផ្ទះវិញប៉ុន្តែព្រះសម្មាសម្ពុទ្ធមិនទទួលបាតឡើយរហូតដល់វត្តទើបព្រះអង្គសួរព្រះនន្ទថាតើអ្នកបួសឬដោយសេចក្តីគោរពចំពោះព្រះសម្មាសម្ពុទ្ធព្រះនន្ទមិនហ៊ានប្រកែកហើយក៏ព្រមទទួលថាទូមគុំព្រមបួសតែនន្ទបួសតែកាយចិត្តនៅអឡោះអាល័យចំពោះនាងជាបតិកល្យាណីដែលទើបតែរៀបការហើយមិនមានពេលវេលាគ្រប់ប្រតិបត្តិសមណធម៌អ្វីឡើយព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបចិត្តជាប់ជំពាក់របស់ព្រះនន្ទហើយមានឧបាយដើម្បីដោះនៅសេចក្តីស្រឡាញ់ក៏នាំព្រះនន្ទទៅមើលស្ត្រីទេពអប្សរនៅឋានត្រៃត្រឹងដែលមានរូបសម្បត្តិស្អាតជាងនាងបជាបតិកល្យាណីនោះច្រើនរយច្រើនពាន់ដងព្រះនន្ទគ្រាន់តែបានឃើញនៅទេពអប្សរបវរកញ្ញាទាំងអស់នោះហើយក៏ដកចិត្តដកសេចក្តីអាឡោះអាល័យចេញពីនាងជាបតិកល្យាណីហើយប្រាថ្នាចង់បាននាងទេពកញ្ញាទាំងនោះមកជាភរិយាវិញព្រះអង្គបានសន្យាថាបើនន្ទភិក្ខុព្យាយាមប្រព្រឹត្តសមណធម៌នឹងទទួលបាននៅទេពអប្សរបវរកញ្ញាទាំងអស់នោះមកជាភរិយាព្រះនន្ទខិតខំប្រតិបត្តិធម៌មិនមែនដើម្បីរួចផុតចាកទុក្ខទេតែក្នុងបំណងចង់បានទេពកញ្ញាទាំងអស់នោះមកជាភរិយាភិក្ខុទាំងឡាយដឹងរឿងនោះក៏ចំអែចំអន់លក់លើយតែដៀលចំពោះនន្ទភិក្ខុថាបួសស៊ីឈ្នួលដើម្បីបានទេពកញ្ញាព្រះនន្ទមានសេចក្តីអៀនអន់ជាខ្លាំងក៏លះបង់សេចក្តីប្រាថ្នាចង់បាននាងទេពកញ្ញាមកជាភរិយាហើយខិតខំប្រតិបត្តិសមណធម៌រហូតបានសម្រេចជាព្រះអរហន្តខាងក្រោយមកភិក្ខុទាំងឡាយសួររបៀបចំអែចំអន់ថាតើអ្នកចង់សឹកចង់បានប្រពន្ធទៀតឬទេព្រះនន្ទឆ្លើយថាខ្ញុំកណ្ណាមិនត្រូវការសឹកចង់បានប្រពន្ធទៀតទេភិក្ខុទាំងឡាយពោលទោសថានន្ទភិក្ខុអួតថាបានសម្រេចគុណធម៌លែកចង់សឹកហើយក៏ក្រាបទូលរឿងនេះចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ត្រាស់ថាតំណក់ទឹកភ្លៀងតែងលិចស្រោចផ្ទះដែលគេប្រក់មិនចិត្តល្អយ៉ាងណាមិញរាគៈតែងចាក់ទម្លុះចិត្តបុគ្គលដែលមិនបានអប់រំល្អហើយក៏យ៉ាងនោះដែរតំណក់ទឹកភ្លៀងមិនអាចលិចស្រោចផ្ទះដែលគេប្រក់ចិត្តល្អហើយយ៉ាងណាមិញរាគៈក៏មិនអាចចាក់ទម្លុះចិត្តដែលបុគ្គលបានអប់រំល្អហើយក៏យ៉ាងនោះដែរព្រះអង្គចង់បញ្ជាក់ថាព្រះនន្ទបានសម្រេចនៅអរហត្តផលហើយមិនមានសេចក្តីប្រាថ្នាដើម្បីនឹងសឹកទៅយកនាងជាបតិកល្យាណីឬនាងទេពកញ្ញាមកជាភរិយាទៀតទេបតីរបស់ព្រះនន្ទឧបមាដូចជាផ្ទះដែលបានប្រក់ដំបូលចិត្តហើយកិលេសគឺរាគៈទោសៈមោហៈមិនអាចជ្រាបចូលក្នុងផ្ទះដែលគេប្រក់ល្អហើយបានឡើយ